បែបនេះស្រពេចស្រពើពេកហើយជីវិតខ្ញុំលោកថៅកែពួកធ្លុកក៏ដូចពួកគេដែរធ្វើអីហ្នឹងមើលធ្វើអីហ្នឹងម៉ោងថ្ងៃត្រង់ហើយឆ្លោះអីហ្នឹងអ្នកណាគេឯងអ្នកណាគេមិនមែនទេឯងជាអ្នកណាគេខ្ញុំដាវ៉ាងតុង9527អូតាមពិតមកពីដាវ៉ាងតុងទេសុំទោសឯងលេងតំបន់ណាខ្ញុំលេងម្នាក់ឯងអូមកពីយេសឿងទេយេសឿងហ៊ានមកកាក់ផ្លូវនៅទីនេះលើកក្រោយអត់ហ៊ានទៀតទេលើកក្រោយអត់ហ៊ានទៀតទេខ្ញុំចប់ហើយខ្ញុំប្រាប់ពួកឯងថាភ្នំឡានទាំងមូលសុទ្ធតែជារបស់រូងស្តេចធំយល់ទេយល់ហើយកុំអីបងនេះជាមិត្តភក្តិកាលក្មេងរបស់ខ្ញុំអ្នកលេងម្ដាយរបស់អ្នកទៅអូអ្នកជាអ្នកធ្វើការនៅផ្ទះបាយក្រោយមែនទេត្រូវហើយឱកាសនេះគឺដោយសារតែមុខមាត់របស់ឆេវទេខ្ញុំប្រឡងអស់3ឆ្នាំហើយសុទ្ធតែមិនចប់តាំងពីដំណាក់កាលដំបូងឡើយថ្ងៃនេះបើនៅតែមិនជឿរូងស្តេចធំទៀតគឺត្រូវត្រឡប់ទៅស្រុកកំណើតហើយអាយ៉ាសមត្ថភាពរបស់អ្នកមិនមានបញ្ហាទេតែគ្មានខ្សែទេតែលើកនេះមានឱកាសខ្លះហើយ2ថ្ងៃមុនពូរបស់ខ្ញុំទើបតែត្រូវបានដំឡើងតំណែងជាអនុប្រធានផ្នែកបោកបន្លែនៅផ្ទះបាយក្រោយថ្ងៃនេះអ្នកត្រូវខិតខំបង្ហាញសមត្ថភាពឲ្យបានល្អខ្ញុំឲ្យគេជួយនិយាយប្រាប់គ្រូខ្លះឲ្យអញហើយប្រហែលជាឯងបានចូលហើយពិតមែនឬលាងឆ្នាំងឲ្យស្អាតទៅគឺពិតហើយក្រណាត់នេះគ្មានប្រយោជន៍ទេប្រេងច្រើនពេកហើយគ្រូខ្លះឲ្យជូតបែបនេះតើអាចធ្វើអ្វីបានមើលរបស់ខ្ញុំទៅសរសៃជ្រូកឯងខ្លាំងមែននេះមិនមែនគ្រាន់តែជីឆ្នាំងមួយទេថ្ងៃនេះហេតុអ្វីបានជាលាងឆ្នាំងដល់ទៅ4អញមិនដឹងទេស្ដេចធំបានប្រជុំពួកយើងព្រឹកនេះដោយប្រាប់ថាពិធីករចនារបស់ព្រះថੰងនឹងមកហើយការរៀបចំឆ្នាំងគឺដើម្បីស្ងោរសាច់ពួកគេស៊ីតើអ្នកណាជាព្រះថੰងផ្សេងគេថាសាច់ព្រះថੰងផ្សេងនេះមិនងាយរកបានទេបើបានញ៉ាំហើយអាចរស់នៅអមតៈបានរស់នៅអមតៈនិយាយតិចឯងថាតើខ្ញុំខំប្រព្រឹត្តខ្លួនល្អតើខ្ញុំអាចកុំខ្លាយជាសាច់ព្រះថੰងផ្សេងបានទេឯងគិតអីហ្នឹងនោះសុទ្ធតែជារឿងរបស់ស្ដេចធំទេគឺដល់កម្រិតដូចស្ដេចខ្លាឃ្មុំអីនឹងឯងសំបីតែភ្លក់ក៏មិនបានផងឯងអូសយូរហើយមិនក៏គ្មានរឿងកំ pl ែងសោះអូសរហូតតតែជ្រុះរោមអស់ហើយមិនអីទេនៅលើក្បាលខ្ញុំនៅមានទៀតរោមលើក្បាលរឹតតែរឹងទៀតសាច់ព្រះថੰងផ្សេងពិតជាពិបាកញ៉ាំបំផុតសូមគោរពស្វាគមន៍មហាស្ដេច